សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី28ខែកញ្ញា ឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុននឹងចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនតម្រុយដែលខ្ញុំបាទបានឲ្យគឺមានលេខ12 02 22 60 គុតលេខអុសមាន2ទង់គឺអុសទង់0ហើយនិងអុសទង់10បន្តមកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ04គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស A ដូចគ្នាគឺ62គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ03គឺត្រូវលេខអុសតម្រុយខ្ញុំបានឲ្យលេខ02សរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 4:30 នាទីម៉ោង 4:30 នាទីគឺយើងត្រូវបានប៉ុស B គឺ20គុតគឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ04គឺត្រូវលេខអុសបន្តមកទៀតគឺយើងត្រូវបានប៉ុស D គឺ24គឺត្រូវចូលខ្ទង់សរុបម៉ោង 4:30 នាទីគឺយើងត្រូវបាន3គ្រាប់បន្តមកទៀតនេះខ្ញុំបាននឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ68គឺត្រូវចូលខ្ទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ19គឺត្រូវលេខអុសសរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី28ខែកញ្ញាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ48 74 64 04លេខអុសមាន2ទង់គឺអុសទង់40ហើយនិងអុសទង់60សូមពុកម៉ែបងប្អូនជួយចុច Subscribe ហើយនិងសញ្ញាមេដៃចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារប្រសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរឬក៏ផ្ដល់យោបល់សូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត